បើខ្វាក់មកហូតទឹកមាត់គូបងអត់គ្នាគឺតំណងខ្លាំងមែនគឺតំណងខ្លាំងមែនតើទាំងអស់គ្នាណាបើខ្វាក់មកខ្ញុំមានតែខ្លោចតាមមានណាអត់អីទេទាំងអស់គ្នាអើយបើខ្វាក់មកគឺខ្ចីញ៉ាញ់ហូតទឹកមាត់មកហើយទាំងអស់គ្នាចង់បានខ្ចីខាងរតនគិរីធានាឲ្យសាច់ខ្មុំខ្ចីញ៉ាញ់ដូចក្នុងវីដេអូនេះចឹងហើយទាំងអស់គ្នាសម្រាប់រូបមន្តគ្រឿងយើងវិញគឺឆ្ងាញ់លេខ1ដោយសារអីគឺខ្ញុំដាក់ទឹកខ្មុំសុទ្ធ 100% អត់មានលាយទឹកខ្មុំអីទេគឺខ្ញុំយកទឹកខ្មុំខាងរតនគិរីសាច់ខ្មុំខាងរតនគិរីហើយសម្រាប់ខេត្តផ្សេងៗគឺអត់កើតទេទាំងអស់គ្នាខ្ញុំយកសាកទាំងអស់គឺខ្មុំតតែខាងរតនគិរីបានញ៉ាំឆ្ងាញ់វាលមួតហ្មងកូនខ្មុំវាខ្ទិះបែកពេញមាត់យើងហ្មងហើយសម្រាប់ខ្មុំគឺខ្ញុំអានមិនដែលបានថាខ្លោចអីទេទាំងអស់គ្នាអត់ហ៊ានឲ្យខ្លោចទេបើខ្លោចគាត់ហ៊ានឲ្យភ្ញៀវដែរសុខចិត្តញ៉ាំខ្លួនឯងអ្នកទាំងអស់គ្នាចង់បានសាឡាអត់ចង់បានខ្មុំខ្ចីតាក់ទងមហាសពបានទាំងអស់គ្នាមានគ្រប់មុខទាំងអស់ពេលសាឡាអត់អ្នកទាំងអស់គ្នាយកទៅក្រៅប្រទេសក៏បានដែរយើងមានថោកមួយខ្សោយដោយសារគុណភាពទាំងអស់គ្នាណាហើយសម្រាប់ខ្មុំយើងមានខ្ចីខ្លាំងទាំងអស់គ្នាទាំងខ្លាំងអត់ទាំងអស់គ្នាចង់ជួយរីកមិនមើលថាតំណងអត់បានទាំងអស់គ្នាជួយខមមិនឲ្យបានច្រើនខ្ញុំមានកដោឲ្យក្នុងវីដេអូហ្នឹងណាចាបងអរគុណច្រើនបាយទាំងអស់គ្នាណា